Tênនេះគឺខ្ញុំធ្វើខ្លួនឯង ម៉ាស៊ីននេះឆ្នៃខ្លួនឯងទេ បាទ វ៉ាវដើមដលងមីអីប៉ាត់ដាច់ប៉ាត់ល្អណាបងនេះចំណីដែលសូនចេញមកហើយយ៉ាងក្តៅតិចហើយពណ៌វាយ៉ាងខៀវតិចអានេះមូលស្អាតមានទាំងទៅវិញ ខ្មៅនេះវាចំណីដែលយើងសល់ពីក្នុងម៉ាស៊ីនចាស់ហ៎ អញ្ចឹងហ៎ឥឡូវយើងទៅមើលចំណីម្ដង បាទបងបាទ ចង់ដឹងចំណីខាងបងវិញឥឡូវបងឆ្នៃចំណីវាមិនឬក៏ចំណីហ្នឹងយកមកពីណាដែរបង អូចំណីភាគច្រើនគឺខ្ញុំធ្វើខ្លួនឯងបងប្រភេទចំណីធម្មជាតិជុំវិញលបងផ្ទះយើងភាគច្រើនឲ្យតាថាមនុស្សហូបបានសត្វក៏ហូបបានដូចគ្នាសិននេះគឺខ្ញុំធ្វើខ្លួនឯង ម៉ាស៊ីននេះឆ្នៃខ្លួនឯងទេ បាទ វ៉ាវដើមដលងមីអីប៉ាត់ដាច់ប៉ាត់ល្អណាបងនេះ ប្រើជាកបិតហាន់វិញអត់ដឹងបានម៉ាត់ដូចអញ្ចឹងអត់ទេ អូប៉ុន្តែនេះក្បាត់ដែរបង ក ណា បិត មុតទេបងនេះស្រួលទេ អានេះវាមិនសូវមុតម៉ានដោយសារតែខ្ញុំអត់សូវដែរសលៀងវា បា ទេ ទ ប៉ុន្តែក្នុងការកាត់គឺវាកាត់បាន បងប្អូននេះម៉ាស៊ីនកាត់ចំណីកាត់រុក្ខជាតិអីទៅនេះបងប្រុសគាត់ឆ្នៃខ្លួនឯងទេហើយបងប្អូនអាចមកមើលកន្លែងនេះបាននេះ ហើយម៉ាស៊ីននេះបងប្អូនដែលគាត់ចង់យកគំរូតាមធ្វើបានហើយយើងអាចកាត់ក្បាលត្រីបានហើយនឹងវាយសបកលៀសសបកខ្យងឲ្យបានបាទម៉ត់ស្លុងហ្មង ក្រៅទៅពីអានេះយើងនៅមានម៉ាស៊ីនហាន់ដើមចេញមួយទៀត បាទតែបញ្ជាក់ថាមិនមែនទិញគេទេ បាទ ធ្វើខ្លួនឯងទៀត វ៉ាវឆ្នៃខ្លួនឯងរបស់របរផ្សេងធ្វើខ្លួនឯងហើយមន់ទាដែលចិញ្ចឹមនេះគឺប្រកាត់ពូជខ្លួនឯងអូយមិនធម្មតាទេបងរបស់របរផ្សេងស្អីផ្សេងសាច់ឆ្នៃខ្លួនឯងអស់ហើយនឹងអញ្ចឹងខែចំណាយតិចទេបងមែនទេ ចំណាយតិចបង បាទ ដោយសារតែយើងមានសម្ភារៈខ្លួនឯង បាទ ដូចជាប៉ុសផ្សាម៉ាស៊ីនឆាបម៉ាស៊ីនអីចឹងយើងមានខ្លួនឯង នេះបងប្អូននេះអូយកបាត់2នេះវ៉ាវកបាត់នេះមិនមុតបើថាមិនមុតដូចអត់ជឿទេបងប្អូន ពេលដែលបងប្អូនដែលគាត់ឃើញចង់ បាទ ធ្វើតាមបាទការចោះរុននេះមិនមែនចិត្តតែចោះទេ បាទ បើសិនជាយើងចុះប្រហោងនេះចំចំណុចកដាលគឺកាត់អត់ដាច់ទេ អញ្ចឹង យើងចុះធ្វើម៉េចឲ្យត្រូវចំកន្លែងនេះ អូ ពេលដែលយើងយកដើមចេកទៅគឺម៉ាស៊ីនមកវាវាយកាត់ដាច់ តែអានេះយើងឆ្នៃរបៀបម៉េចបងយើងយកស្អីយកមកឆ្នៃទៅ គម្របមុខនេះយើងទិញពីអេតចាយ បងប្អូនចង់យករបស់អេតចាយដែលយើងទិញមកក៏បាន បាទ ឬយើង បាទ យកដែកយកមកធ្វើ ដែក ក៏បាន ថ្មី ដែរ ក៏បានដែរ បាទ ទេបាទ ប៉ុន្តែដោយឡែកអាខាងក្រោយនេះដាក់អីបង ម៉ាស៊ីនវា អូអានេះម៉ូទ័រម៉ាស៊ីនមួយណា ម៉ាស៊ីនវាអានេះពិសេសប្រើពិសេសក៏បានមួយសេសកន្លះក៏បានដែរ តែយើងទិញមកតម្លៃវាហ្មង អានេះយើងនិយាយឲ្យចំទៅខ្ញុំទិញគេតែ 100000 ទេសិនចាស់បង បាទ បើយើងថ្មីវាថ្លៃហើយ បាទ តែគាត់ថាកន្លែងនេះគេលាងម៉ូតូដល់ពេលយើងទៅគេសួរយើងថាចង់បានម៉ាស៊ីនអត់ បាទ ចៃដន្យយើងចង់បានដែរបង ដល់ពេលតម្លៃតែ 100000 តែប្រើរយៈពេលឥឡូវចូល 4-5 ឆ្នាំហើយ បាទលយមែនតើ អត់ ណោះ ទៅណាទេ ឥឡូវម៉ាស៊ីនចាប់ដើមដំណើរការហើយនៅសល់ហើយដាក់ដើមចេកចូល ខ្ញុំយកដើមចេកតូចទេបើសិនជាដើមចេកហ្នឹងធំក៏កាត់ដាច់ដែរ អូយដើមចេកមួយដើមមិនដល់30វិនាទីស្រួលបួលហ្នឹង បើសិនជាបងប្អូនយកកបិតហាន់ដៃឧទាហរណ៍ក្នុងមួយដើមតូចមិញណាប្រហែលជាចាយពេលមិនក្រោមទៅ30នាទីទេ អូ បាទតែគាត់ថានេះបើយើងដាក់ទៅមិញអត់បានកន្លះនាទីទេ អត់បានទេ បាទ ហើយជាខ្ទង់លបាក់ បាទ 20វិនាទីជាង បាទ បងប្អូនអរគ្នាឥឡូវយើងទៅមើលបងគាត់សូនចំណីម្ដងតើគាត់ដាក់អីខ្លះហើយនឹងម៉ាស៊ីនដែលគាត់ប្រើនឹងម៉ាស៊ីនរបៀបម៉េចអានេះតម្រង់របស់ម៉ាស៊ីនសូនចំណីហ៎បងប្អូននេះម៉ាស៊ីននេះគឺយើងទិញមកពីគេស្រាប់ទេមែនទេបង ទិញមកពីគេបង បាទហើយដល់ពេលអានេះវាមានតែ បើយ អា ង រមួលវានេះតែ2ឯណា យើងនិយាយចំអាឡូវាមាន2 បាទ អានេះគេហៅ S150 បងប្អូនឥឡូវមកមើលចំណីបន្តិចនេះអានេះដូចជាមានតាំងពីសបកពងមាន់ក៏មានណោះ អានេះបើយើងនិយាយឲ្យចំទៅអត្ថប្រយោជន៍ដែលយើងប្រើម៉ាស៊ីនបាទទី1សបកពងមាន់នេះយើងអាចយកមកសូនចំណីបានដោយសារតាសបកពងមាន់បងអាចសង្កេតត្រង់ថាក្នុងទ្រុងមាន់នីមួយៗឆ្ងល់ត្រង់ថាម៉េចបានមាន់ស៊ីពង បាទ ដោយសារតែវាខ្វះជាតិរ៉ែដែរបានវាស៊ីពងដល់ពេលអញ្ចឹងយើងយកអាសបកពងដែលយើងញ័រហើយនេះយកមកវាយសូនបានបាទហើយកាត់បន្ថយនឹងការស៊ីពងហើយ បាទ ហើយអ្វីដែលពិសេសជាងគេនេះលៀសលៀសដែលយើងវាយយកមកផ្អាប់ជាមួយនឹងអំបិលទុកអានេះវាជាប្រភេទរ៉ែដែលធ្វើឲ្យមាន់យើងឆ្អឹងរឹងមាំហើយកំប៉ុងច្រើនដូចគ្នាបាទហើយអានេះបាយក្រៀម អូបាយក្រៀមដែរ ហើយនេះស្លឹកតឡងមីដែលយើងវាយមិញ យើងវាយមិញ បាទអានេះតកួនអានេះសម្រាប់បំផុតហ្នឹងគឺកតុក កតួលេខ1ដល់ស្អីយើងត្រូវការប្រើកតួដើម្បីឲ្យវាលាយទៅវាមានជាតិរបស់ស្ងួតកាលណារបស់ដែលសើមដូចជាអានេះយើងយកទៅសូនក៏សូនកើតដែរ បាទ
តតែយើងលាយច្បល់ចូលគ្នាវាលែងសើមហើយ អ អញ្ចឹងយើងអាចសូនវាបាន អូនេះយើងច្បល់មិនបាច់ចាំប្រើអីណាយើង បាទ តែ បាទ យកប៉ុណ្្នឹងមកយកដៃច្បល់បន្តិចបន្តិច បាទ យើង បាទ អាចយកទៅសូនបានណា យើងច្បល់វាឲ្យសព្វទៅតាមពិតយើងត្រូវមានស្រូវឲ្យពោតទៀត អូប៉ុន្តែនេះអត់មានដាក់ឃើញពោតណា ក៏ បង ប៉ុន្តែអានេះយើងចំណៃខ្លួនឯងទេយើងចង់មានអីដាក់អីក៏បានដែរវាអត់ពិបាកទេ បាទ វីដេអូនេះគឺសុទ្ធតែវីដេអូចែករំលែកទៅបងប្អូនដែលគាត់ចិញ្ចឹមមាន់កសិកម្មដៃថ្មីទាំងអស់គ្នាដែរ នេះនៅពេលដែលយើងច្បល់ចូលគ្នាហើយគឺសភាពរបស់វាបែបនេះ ហើយនេះបងនេះម៉ាស៊ីនដល់ចំណៃដែលខ្ញុំសូនហើយ បាទ តែគាត់ថាយើងយកធុងវាយកមកដាក់ អូបាទ តែបង អូនេះ ឃើញ ចំណៃដែលសូនហើយ ខ្ញុំ เนาะ ឃើញចំណៃនេះពណ៌ក្រហមស្អាតអត់ បាទ ចំណៃនេះគឺខ្ញុំសូនមកពីក្បាលត្រី អូមានដាក់ក្បាលត្រីដែរណា ប្រូតេអ៊ីនក្នុងមួយធុងនេះគឺវាខ្លាំងសាហាវសូម្បីតែចំណីផ្សារក៏អាចប្រៀបបានដែរ បាទ ចំណៃដែលសូនចេញមកហើយយ៉ាងក្តៅតិចតិចហើយពណ៌វាយ៉ាងខៀវតិចតិចអានេះមូលស្អាតមានវាទាំងត្វែង ខ្មៅនេះវាចំណៃដែលយើងសល់ពីក្នុងម៉ាស៊ីនចាស់ហ៎ អញ្ចឹងហ៎ ហើយឃើញខៀវស្អាតដល់សារថាវាមានចិត្តបន្លែ បាទនេះមានជាតិបន្លែដាក់ទៅពណ៌ខៀវណា ពេលដែលយើងអត់ទាន់សូនហើយដល់ពេលយើងសូនចេញខុសគ្នា បាទ ខុសគ្នាហើយទាំងសបកពងមាន់ហ្នឹងឯងចូលក្នុងនេះអស់ហើយលេខ1អស់ហើយ បាទនិយាយទៅអានេះពេលដែលយើងសូនហើយដូចអាចសាច់ចឹង បាទវាស្អាត វាស្អាតដូចអាចសាច់មូលអូអានេះពេលយើងប៉ះវាទៅវាលាយដែរតើបង អូដល់សារ លាយណោះ វាមានជាតិក្តៅ អញ្ចឹង វាប្រៀបធៀបដូចថង់យើងដុតក្នុងដុតភ្លើងអញ្ចឹង បាទ ដល់ពេលវាលេងក្តៅគឺវារឹងហើយ ឥឡូវនេះវានៅក្តៅណោះ បាទវា នេះបើសិនដូចអានេះអីគឺវាលែងអីណោះតែអានេះបើសិនតែយើងនិយាយទៅថាវាបាយតិចតិចចេះក៏អត់អីដែរបងមែន វាអត់អីទេឥឡូវបើយើងពភាកវិញត្រង់ថាចំណីយើងទិញពីផ្សារក៏វាមានបាយរេដូចគ្នាដែរ បាទ ក៏ប៉ុន្តែយើងគិតថាអានេះយើងអាចផ្សំចូលគ្នាទាំងអស់គឺមាន់มันអាចបែងចែកបានហើយ បាទ ឥឡូវយើងលើកឧទាហរណ៍ចេះវិញចុះណាថាក្នុងមួយធុងនេះយើងមើលត្រង់ថាវាខុសគ្នាអត់ខុសគ្នាល្អបំផុតអញ្ចឹងបានខ្ញុំចង់ថាណែនាំទៅមិនមែនថាខ្ញុំអ្នកប្រម៉ូទម៉ាស៊ីនប្រម៉ូទអីទេតែគ្រាន់ថាបើយើងមានម៉ាស៊ីនមួយក៏វាល្អដែរគឺអ្វីមួយទៅតាមលទ្ធភាពយើងអញ្ចឹងហ៎បងបើយើងនិយាយចាំទៅចំណៃមាន់ក្នុងមួយបាវវា 65000 បាទ 30គីឡូឯងអញ្ចឹងបើយើងចំណាយលុយក្នុងនេះអត់បានអស់ 10000 20000ទេ បាទ វាខុសគ្នាច្រើន ហើ ហើយ ប្រូតេអ៊ីនដែលយើងចង់ដាក់បានប្រហែលក៏បានដែរវាអត់ពិបាក បាទ ហើយដូចថាមាន់ចំណៃមាន់ដែលយើងធ្វើចំណៃខ្លួនឯងមាន់អត់ងាយឈឺទេ អញ្ចឹងបងណា ព្រោះដោយសារថាទី1យើងដឹងថាចំណៃក្នុងរបស់ហ្នឹងគឺវាមានគុណភាពហើយបើយើងដាក់បាន បាទ ពេលដែលយើងទិញពីគេសូនមកយើងអត់ដឹងថាមិនទេអញ្ចឹងវាពិបាកត្រង់ថា បាទ របស់ដែលយើងធ្វើខ្លួនឯងវាយើងទុកចិត្តជាង រឿងមួយទៀតគឺបើសិនជាបងប្អូនយើងគាត់នៅស្រុកស្រែខ្ញុំជឿថាមានរបស់របរអញ្ចឹងពេលខ្លះយើងចោល បាទចា៎ ហើយបើសិនតែយើងយកមកឆ្នៃអញ្ចឹងមានប្រយោជន៍ឲ្យសត្វស៊ី បាទ